ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើនំល្ពៅចំហុយខ្ចប់ស្លឹកចេកហើយសម្រាប់បងប្អូនដែលគាត់ទស្សនាវីដេអូកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងហើយសម្រាប់រសជាតិនំគឺឆ្ងាញ់ប្លែកហើយបងប្អូនអាចទស្សនាពីវិធីធ្វើទាំងអស់គ្នាមុនដំបូងនេះគឺខ្ញុំមានម្សៅអង្ករខ្សាយចំនួន1កូនខាប់ហើយខ្ញុំចាក់ចូលក្នុងចានក្រាំខ្ញុំដាក់អំបិលប្រហែលជាកន្លះស្ពាយបាយតមកទីខ្ញុំដាក់ស្ករស300ក្រាមបងប្អូនអាចលៃលកស្ករសយករសជាតិផ្អែមអីតាមចំណង់ចំណូលចិត្តណាបន្តមកទៀតគឺខ្ញុំកូរម្សៅឲ្យលាយសព្វគ្នាជាមួយនឹងស្ករសអំបិលយើងតិចសិនណាហើយបងប្អូនកូរឲ្យសព្វឲ្យរាងលាយតិចមកយើងដាក់សាច់ល្ពៅឈូសហើយសម្រាប់ល្ពៅគឺខ្ញុំឈូសជាសរសៃឆ្មាលអញ្ចឹងបងប្អូនអាចឈូសតាមហ្នឹងណាហើយយើងចាក់ចូលហើយយើងកូរល្ពៅយើងជាមួយនឹងលបាយម្សៅហ្នឹងចូលសព្វសិនមកបងប្អូនទាំងអស់គ្នាបន្តមកទៀតគឺខ្ញុំចាក់ទឹកខ្ទិះដូងសម្រាប់ទឹកខ្ទិះដូងគឺខ្ញុំចាក់400 ml បងប្អូនទាំងអស់គ្នាបងប្អូនចង់បានរាងឈ្ងុយបងប្អូនដាក់រាងច្រើនណាតាមចំណូលចិត្តហើយខ្ញុំកូរទឹកខ្ទិះដូងយើងនឹងឲ្យចូលលាយសព្វជាមួយនឹងសាច់ម្សៅសាច់ល្ពៅយើងតិចសិនណាហើយយើងកូរឲ្យសព្វមកបងប្អូនហើយសម្រាប់នំបងប្អូនកុំធ្វើរាវពេកព្រោះពេលយើងខ្ចប់ទៅគឺពិបាកហូរឡាក់អញ្ចឹងបងប្អូនធ្វើរាងកោកប៉កដូចខ្ញុំអញ្ចឹងណាហើយយើងកូរឲ្យលាយស្ករសបន្តិចមកហើយបងប្អូនបន្តកូរបន្តមកទៀតគឺខ្ញុំដាក់ជាមួយនឹងសាច់ដូងក្រៀមចូលហើយបងប្អូនលេតាមចំណូលចិត្តណាសាច់ដូងក្រៀមគឺយើងដាក់យកក្លិនឈ្ងុយបន្ថែមទៀតណាពេលយើងញ៉ាំទៅឈប់ប៉ះសាច់ដូងគឺឆ្ងាញ់បើបងប្អូនមានដូងស្រស់ដាក់ដូងស្រស់ហើយទៅឆ្ងាញ់ណាសាច់ដូងស្រស់ហើយយើងកូរឲ្យសព្វចឹងមកបងប្អូនហើយសាច់ម្សៅរបស់ខ្ញុំគឺខាប់ល្មមណាឥឡូវនេះយើងមករៀបចំខ្ចប់នំរបស់យើងហើយសម្រាប់នំគឺខ្ញុំទុករយៈពេលប្រហែលជា10នាទីអីបាទខ្ញុំយកមកខ្ចប់ឲ្យយើងលាយស្ករសលាយអីចូលគ្រឿងតិចសិនណាឥឡូវខ្ញុំយកស្លឹកចេកយើងកាត់អញ្ចឹងមកបងប្អូនយើងមិនកាត់ម៉ូតអីទេនិយាយទៅត្រង់អញ្ចឹងមកហើយយើងដាក់ម្សៅនំយើងចូល3សភា4សភាអីតាមចំណូលចិត្តចង់ធំតូចតាមហ្នឹងណាបន្តមកទៀតគឺខ្ញុំបត់ស្លឹកចេកឡើងអញ្ចឹងមកបងប្អូនគឺស្រួលធ្វើឲ្យនំល្ពៅចំហុយខ្ចប់ស្លឹកចេកហ្នឹងគឺយើងបត់អញ្ចឹងមកហើយបងប្អូនចង់បានធំទូចអីលេតាមចំណូលចិត្តបងប្អូនណាឥឡូវនេះគឺខ្ញុំខ្ចប់បន្តទៀតបងប្អូនបន្តខ្ចប់រហូតតតែអស់ម្សៅនំយើងណាហើយបងប្អូនលេតាមហ្នឹងចង់បានធំទូចអីតាមចំណូលចិត្តហើយសម្រាប់ខ្ញុំធ្វើយ៉ាងធំល្មមឯងព្រោះយើងខ្ចប់ឲ្យរៀងធ្វើល្មមកុំឲ្យខាតស្លឹកចេកឥឡូវនេះគឺខ្ញុំខ្ចប់ហើយបងប្អូននំរបស់ខ្ញុំបានប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកដាំទឹកសម្រាប់ចំហុយនំហើយខ្ញុំដាក់ទឹកកន្លះឆ្នាំងបន្តមកទៀតគឺខ្ញុំយកឆឹងចំហុយហើយឆឹងចំហុយខ្ញុំគឺអញ្ចឹងបងប្អូនមានឆ្នាំងចំហុយអីផ្សេងបងប្អូនដាក់តាមបងប្អូនណាឥឡូវនេះគឺខ្ញុំយកស្លឹកចេកដែលនៅសល់តិចហ្នឹងខ្ញុំយកមកដាក់ទ្រាំពីក្រោមឲ្យឡើងក្លិនឈ្ងុយបងប្អូនពេលយើងចំហុយដាក់ស្លឹកចេកពីក្រោមយើងហៅតែឈ្ងុយហ្មងឥឡូវនេះគឺយើងយកនំមកដាក់រៀបបងប្អូនទាំងអស់គ្នាយើងរៀបតាមលំដាប់លំដោយនំណាឲ្យអស់នំឥឡូវនេះគឺខ្ញុំចាប់ផ្ដើមរៀបនំយើងហើយយើងដុតភ្លើងប្រើឲ្យក្តៅឆ្នាំងបងប្អូនឲ្យមានចំហាយទឹកក្តៅមកឬក៏បងប្អូនដាំទឹកឲ្យរាងក្តៅតិចសិនចាំដាក់នំក៏បានតែនេះខ្ញុំរៀបឲ្យកុំឲ្យក្តៅដៃអញ្ចឹងណាឥឡូវគឺយើងរៀបហើយបងប្អូនគឺខ្ញុំរៀបថ្នាក់អញ្ចឹងហើយសម្រាប់ឆឹងចំហុយនំខ្ញុំនេះគឺរាងតូចអញ្ចឹងណាឥឡូវយើងគ្របមុខឆ្នាំងឲ្យយើងដាក់ចំហុយនំហ្នឹងប្រហែលជា30ទៅ40នាទីបន្ទាប់ពីបានប្រហែលជា20នាទីខ្ញុំបើកមើលទៅឃើញសាច់នំយើងរាងឡើងតាំងស្លឹកចេកណាហើយខ្ញុំគ្របទៅវិញទុកឲ្យសាច់នំយើងឆ្អិនបន្តិចសិនព្រោះយើងខ្លាចនៅឆៅអញ្ចឹងយើងចំហុយតតែសាច់ម្សៅឡើងណែនស្លឹកចេកអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំស្រង់នំសាកមើលមួយសិនណាយើងមកបកមើលមួយសិនព្រោះយើងចំហុយបាន30នាទីហើយខ្ញុំបកនំរាងក្តៅបន្តិចបងប្អូនព្រោះទៅឡើងក្តៅឡើងហុយហ្មងហើយសាច់នំយើងគឺក្លិនឈ្ងុយល្ពៅជាមួយនឹងខ្ទិះដូងហើយនឹងកាដូងដែលយើងដាក់ហ្នឹងគឺឈ្ងុយបើសិនជាបងប្អូនដាក់សាច់ដូងស្រស់ទៀតគឺរឹតឈ្ងុយជាងនឹងទៀតឥឡូវខ្ញុំចុចសាច់នំមើលហើយសាច់នំយើងគឺរាងឆ្អិនហើយតែនៅរាងអ៊ីស្ទើទៅបងប្អូនរាងណូម៉ាយបន្តិចអញ្ចឹងយើងបន្តចំហុយទៀតចំហុយប្រហែលជា10នាទីអីទៀតគឺនំឆ្អិនល្មមហើយសាច់ល្ពៅយើងគឺលាយសព្វល្អបន្ទាប់ពីសាច់នំយើងឆ្អិនល្អខ្ញុំស្រង់ហើយខ្ញុំប្រត់ភ្លើងគឺស្រង់នំយើងដាក់កញ្ឆែងណា ហ
ហើយសម្រាប់កញ្ឆែងគឺខ្ញុំធ្លាប់ស្លឹកចេកនៅសល់អញ្ចឹងគឺចេះដាក់យួរម៉ូតទេបងប្អូនអញ្ចឹងសងដាក់អីក៏បានដែរណាឥឡូវនេះគឺនំរបស់ខ្ញុំគឺស្រង់ហើយបងប្អូនគឺឆ្អិនល្អហើយបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយឥឡូវនេះគឺខ្ញុំបកនំយើងមើលមួយទៀតហើយនំនេះរាងស្ដើងនេះរាងតូចណាតែសាច់នំគឺល្មុតល្អបងប្អូននិយាយទៅឆ្ងាញ់មួយយ៉ាងហើយបងប្អូនអាចសាកធ្វើញ៉ាំទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ